យោធាថៃនៅព្រៃយូពេកដាច់មកយូជូហេវខ្លាយជាមនុស្សរោគចិត្តបងខំចិត្តនាំគ្នាទៅលួចតុក្កតាម៉ាឡាកាំងស្រីពេលប្រជាពលរដ្ឋកម្ពុជាពុំនៅផ្ទះរួចនាំគ្នាលីចូលព្រៃបាត់ស្រមោលតែម្ដងឃើញទស្សនវិជ្ជាបែបនេះហើយគួរឲ្យខ្លាចរអាពីពួកយោធាសៀមមែនម្លេះហើយជួយចែករំលែកវីដេអូនេះម្នាក់មួយផងបងប្អូនដើម្បីសុវត្ថិភាពពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនេះសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែនពីព្រោះឃើញថាពួកយោធាសៀមវាស្រេកឃ្លានសូម្បីតែតុក្កតាទៅហើយម្លេះហើយសាកគិតស្រមៃមើលប្រសិនបើពួកវាចូលលុកលុយផ្ទះប្រជាពលរដ្ឋកម្ពុជាក៏ដូចជាជួបបងស្ត្រីដែលនៅផ្ទះតែម្នាក់ឯងនោះតើពួកវានឹងធ្វើទង្វើមកលើពលរដ្ឋកម្ពុជាយើងយ៉ាងណាទៅបើសំបីតែតុក្កតាម៉ាឡាកាំងពួកយោធាថៃមិនលើកលែងទៅហើយម្ដងនេះប្រទេសថៃនឹងមានឈ្មោះបោះសម្លេងទៅលើឆាកអន្តរ